Bạnជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរទៅលេងប្រាសាទមួយកន្លែងស្ថិតនៅក្នុងខេត្តសៀមរាបបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានចូលមកអឺលេងប្រាសាទមួយដែលមានឈ្មោះថាប្រាសាទបន្ទាយសំរ៉ែបាទហើយនេះជាសកម្មភាពមួយដែលយើងបានកំពុងតែធ្វើដំណើរដើរចូលហើយយើងក៏ឃើញទៅដល់ពូជាជនពិការដែលគាត់កំពុងលេងភ្លេងស្វាគមន៍សម្រាប់ភ្ញៀវទេសចរដែលបានចូលមកលេងនៅប្រាសាទបន្ទាយសំរ៉ែហ្នឹងណាបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានចូលនៅច្រកខាងកើតបាទហើយយើងនៅដែលបងប្អូនបានឃើញហើយប្រាសាទនេះគឺយើងមានឃើញថាជាប្រាសាទមួយដែលមានរចនាបថទៅនឹងប្រាសាទអង្គរវត្តផងដែរបាទហើយយើងឃើញហើយពីសកម្មភាពនៅក្នុងប្រាសាទនេះគឺយើងឃើញថាមានភ្ញៀវទេសចរជាតិទាំងអន្តរជាតិហ្នឹងគឺបានមកចូលរួមទស្សនាជាច្រើនបាទដូចដែលបងប្អូនបានឃើញហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានធ្វើការបង្ហាញឬក៏ការចែករំលែកសម្រាប់បងប្អូនដែលគាត់មិនទាន់បានមកលេងណាបាទហើយអ្វីដែលសំខាន់ប្រាសាទនេះគឺជាប្រាសាទអស្ចារ្យមួយដែលស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាបប្រទេសកម្ពុជាយើងផងដែរបាទវាជាប្រាសាទមួយដែលបានស្ដារឡើងវិញដោយយកលំនាំអឺតាមរចនាបថរបស់ប្រាសាទអង្គរវត្តបាទហើយអ្វីដែលសំខាន់បងប្អូនហើយឃើញហើយពីរចនាបថពីទំហំនៃផ្សេងហ្នឹងគឺទៅតាមបែបប្រាសាទអង្គរវត្តច្រើនបាទហើយប្រាសាទនេះយើងឃើញថាត្រូវបានកសាងឡើងដោយព្រះបាទសូរយវរ្ម័នទី2នាពាក់កណ្ដាលសតវត្សទី12ហើយប្រាសាទនេះគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះនរាយណ៍បាទហើយនេះជាសកម្មភាពមួយដែលខ្ញុំបានបង្ហាញនៃការចែកម្លែកដល់ពុកម៉ែបងប្អូនឲ្យបានទស្សនាឲ្យបានឃើញនៅទស្សនវិជ្ជានៃប្រាសាទបន្ទាយសំរ៉ែផងដែរបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងតាមដានហើយក៏ជាការចូលរួមគ្រប់គ្រងនៅការបកស្រាយរបស់ខ្ញុំហើយអ្វីដែលសំខាន់ខ្ញុំសូមអធិស្ឋានផងបើសិនជាមានការបកស្រាយខុសឆ្គងនៅកន្លែងណាមួយសូមមេត្តាខន្តីអភ័យទោសផងដែរបាទហើយយើងច្រកចូលយើងបានមកឃើញនៃមឈូសបុរាណណាបងប្អូនហើយខ្ញុំមិនបានស្វែងយល់អំពីមឈូសនោះទេប៉ុន្តែខ្ញុំសង្ឃឹមថាមានបងប្អូនខ្លះគាត់ឬក៏ផ្នែកវិទូហៅថាផ្នែកបុរាណវិទូគាត់អាចស្វែងយល់នៅអត្ថន័យនៃវិឈូសនឹងបានបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំមានតែពាក្យអរគុណសម្រាប់ការគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំនេះផងដែរបាទអរគុណច្រើនជំរាបលា